សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបធ្វើទឹកស៊ុបសម្រាប់ញ៉ាំជាមួយគុយទាវសម្រាប់គ្រឿងផ្សំគឺមាននៅលើ screen ស្រាប់គឺខ្ញុំចាប់ផ្ដើមដាំទឹកដើម្បីស្រុះឆ្អឹងជ្រូកកំពុងតែដាំទឹកគឺរងចាំទឹកពុះគឺខ្ញុំឆ្លៀតមកលាងបន្លែកាត់បន្លែកាពិតគឺគ្រឿងផ្សំគឺមានឆ្អឹងមាន់គឺធ្វើឲ្យទឹកស៊ុបរបស់យើងមានរសជាតិឆ្ងាញ់ក៏ប៉ុន្តែដោយសារតែខ្ញុំថ្ងៃនេះខ្ញុំមានតែឆ្អឹងជ្រូកនៅផ្ទះគឺខ្ញុំធ្វើតែឆ្អឹងជ្រូកមួយមុខចានៅពេលដែលទឹកពុះគឺយើងស្រុះវារយៈពេលប្រហែលជា1នាទីបន្ទាប់មកទៀតយើងចាក់វាចេញហើយយើងលាងទឹកត្រជាក់ឲ្យបានស្អាតគឺលាងសម្អាតឆ្អឹងឲ្យបានស្អាតក្រោយពីលាងឆ្អឹងបានស្អាតហើយគឺយើងដាក់ដាំវាជាមួយនឹងទឹកត្រជាក់ទឹកស៊ុបគឺជាទូទៅគឺស្ងោរវាជាមួយនឹងពីចាប់ផ្ដើមពីទឹកត្រជាក់ទៅហើយយើងអត់ប្រើភ្លើងខ្លាំងទេគឺប្រើភ្លើងមធ្យមហើយនៅក្នុងការឆ្លៀតឱកាសនោះគឺខ្ញុំឆ្លៀតមកកាត់បន្លែការកាត់បន្លែគឺទៅតាមទំហំនិងរូបរាងគឺទៅតាមការចូលចិត្តរបស់បងប្អូនអាចកាត់តាមរបៀបរបស់បងប្អូនហើយជីទូទៅយីហឺគឺយើងដាក់អាំងវាទៅឈ្ងុយក៏ប៉ុន្តែដោយសារតែខ្ញុំមានពេលវេលាតិចពេកអញ្ចឹងខ្ញុំគ្រាន់តែលាងទឹកហើយខ្ញុំដាក់ចូលតែម្ដងហើយសម្រាប់ការរំងាស់ទឹកស៊ុបគឺសំខាន់បំផុតគឺថែរក្សាភ្លើងគឺអត់ឲ្យវាពុះខ្លាំងទេគឺពុះតិចដូចនៅក្នុងរូបបែបនេះហើយនៅពេលដែលវាមានពពុះឡើងមកគឺយើងដួសវាថ្នមទៅធ្វើឲ្យទឹកស៊ុបយើងថ្លាបើសិនជាយើងបើកភ្លើងខ្លាំងពុះខ្លាំងវាអាចឲ្យទឹកស៊ុបរបស់យើងគឺអត់មានសភាពថ្លាគឺធ្វើឲ្យទឹកស៊ុបរបស់យើងល្អអញ្ចឹងនៅក្នុងពេលរំងាស់ទឹកស៊ុបត្រង់ចំណុចនេះគឺសំខាន់បំផុតនៅពេលដែលយើងដួសពពុះបានស្អាតអស់ហើយយើងចាប់ផ្ដើមដាក់បន្លែចូលហើយរំងាស់វារយៈពេល2ម៉ោងកន្លះទៅ3ម៉ោងសម្រាប់ខ្ទឹមបារាំងគឺយកវាទៅដុតទៅវាធ្វើឲ្យក្លិនទឹកស៊ុបរបស់យើងឈ្ងុយចារបៀបធ្វើទឹកស៊ុបរបស់យើងគឺមានប៉ុណ្ណេះសូមបងប្អូនជួយ Subscribe និង Follow page របស់នាងខ្ញុំផងសូមអរគុណ